លោកកេតម៉ៅអភិបាលស្រុកត្រាំកក់អញ្ជើញជួបសំណេះសំណាលជាមួយនឹងសិស្សានុសិស្សនៃវិទ្យាល័យសុកអានមួយឧសភាលោកកេតម៉ៅអភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ព្រមទាំងក្រុមការងារបានអញ្ជើញចោះជួបសំណេះសំណាលនិងសាកសួរសុខទុក្ខជាមួយនឹងលោកគ្រូអ្នកគ្រូក្មួយសិស្សានុសិស្សនៃវិទ្យាល័យសុកអានមួយឧសភានៅក្នុងស្រុកត្រាំកក់ព្រឹកថ្ងៃសុក្រទី14ខែវិច្ឆិកាក្នុងឆ្នាំ2025នាឱកាសនោះផងដែរលោកអភិបាលស្រុកត្រាំកក់ក៏បានស្ដាប់នៅមតិយោបល់និងបញ្ហាប្រឈមនានាដែលបានលើកឡើងដោយផ្ទាល់ពីសំណាក់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សហើយលោកក៏បានបដិញ្ញាថាក្នុងនាមអាជ្ញាធរស្រុកលោកនឹងខិតខំធ្វើការដោះស្រាយបញ្ហាផ្សេងៗឲ្យបានឆាប់រហ័សរួមជាមួយនឹងទាន់ពេលវេលាដើម្បីធានាបាននៅបរិយាកាសនិងការសិក្សារបស់ក្មួយសិស្សានុសិស្សបានល្អប្រសើរជាមួយនឹងគ្នានោះផងដែរលោកក៏បានលើកឡើងផងដែរថាសប្តាហ៍ថ្ងៃនេះប្រទេសជាតិយើងកំពុងត្រូវការនៅធនធានមនុស្សដ៏ច្រើនណាស់ព្រោះថាមានតែចំណេះដឹងនោះទេដែលអាចជួយឲ្យប្រទេសជាតិមានភាពរីកចម្រើនទៅមុខនិងជួយឲ្យបងប្អូនក្មួយខ្លាយជាតំពាំងស្នងរស័យនិងជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិនិងជួយខ្លួនឯងបានទៅថ្ងៃអនាគតលោកកេតម៉ៅក្នុងនាមអភិបាលស្រុកក៏បានមានប្រសាសន៍ជំរុញនិងក្រើនរំលឹកដល់បងប្អូនសិស្សានុសិស្សទាំងអស់ឲ្យប្រកាន់ខ្ជាប់នៅចំណុច3សំខាន់មួយគឺកូនល្អចេះគោរពប្រតិបត្តិឪពុកម្ដាយ2សិស្សល្អត្រូវខិតខំសិក្សារៀនសូត្រឲ្យបានខ្លាំងពូកែ3មិត្តល្អត្រូវចេះជួយគ្នាក្នុងគ្រាដែលមានអាសន្នទៅវិញទៅមកផងដែរនោះជាចុងក្រោយលោកអភិបាលស្រុកកេតម៉ៅក៏បានមានប្រសាសន៍លើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូឲ្យត្រូវបន្តខិតខំប្រឹងប្រែងនៅក្នុងការគ្រប់គ្រងរួមជាមួយនឹងផ្ទៃចំណេះដឹងជំនាញទាំងអស់ប្រកបទៅដោយប្រសិទ្ធភាពគុណភាពខ្ពស់ទៅដល់បងប្អូនក្មួយសិស្សានុសិស្សនិងធ្វើការផ្ដាំផ្ញើដល់ឪពុកម្ដាយគ្រប់រូបជួយជំរុញកូនរបស់ខ្លួនឲ្យមកសិក្សាឲ្យបានទៀងទាត់និងមករៀនឲ្យបានគ្រប់គ្នាផងដែរ